នៅព្រឹកថ្ងៃទី25ខែមិថុនាឆ្នាំ2025នៅទីស្នាក់ការគណៈបកប្រជាជនកម្ពុជាខេត្តស្ទឹងត្រែងមានរៀបចំកិច្ចប្រជុំត្រួតពិនិត្យកិច្ចការមួយចំនួនត្រៀមរៀបចំមេត្តាញរំលឹកខួបអនុស្សាវរីយ៍លើកទី74ថ្ងៃបង្កើតគណៈបកប្រជាជនកម្ពុជាកិច្ចប្រជុំនេះដឹកនាំដោយលោកស៊ីសួនសមាជិកគណៈអចិន្ត្រៃយ៍និងជាអនុប្រធានគណៈបកខេត្តស្ទឹងត្រែងលោកសែនវ៉ាន់ស៊ីមសមាជិកគណៈអចិន្ត្រៃយ៍និងលោកស្រាន់សំរិទ្ធីសមាជិកគណៈអចិន្ត្រៃយ៍និងជាប្រធានយុវជនគណៈបកខេត្តលោកស៊ីសួនបានឲ្យដឹងថាការប្រារព្ធខួបអនុស្សាវរីយ៍លើកទី74ថ្ងៃបង្កើតគណៈបកប្រជាជនកម្ពុជានៅខេត្តស្ទឹងត្រែងនេះក្រុងនឹងរៀបចំឡើងនៅលើទីលានតេជោសន្តិភាពមុខសាលាខេត្តស្ទឹងត្រែងនៅថ្ងៃទី28ខែមិថុនាឆ្នាំ2025ខាងមុខនេះដែលនឹងមានសមាជិកសមាជិកាគណៈបកប្រជាជនកម្ពុជានិងប្រជាពលរដ្ឋចូលរួមប្រមាណជា5000នាក់លោកឲ្យដឹងថាសម្រាប់កិច្ចប្រជុំនៅព្រឹកនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យកិច្ចការមួយចំនួនដែលគណៈបកខេត្តនឹងត្រូវអនុវត្តហើយជាលទ្ធផលតាមរយៈសេចក្តីរាយការណ៍ពីក្រុមការងារនីមួយៗគឺបានត្រៀមរួចរាល់អស់ហើយរងចាំថ្ងៃមកដល់និងអនុវត្តប៉ុណ្ណោះគួររំលឹកថាថ្ងៃទី28ខែមិថុនាឆ្នាំ1951គឺជាថ្ងៃកំណើតនៃគណៈបកប្រជាជនកម្ពុជាហើយគណៈបកនេះគឺជាកម្លាំងនយោបាយតែមួយគត់ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីបំផុសនិងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេសវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត